រឿងកូនពស់កេងកងការដែលនាងនីធ្លាយពស់នោះមានពស់ជាច្រើនបានវាចេញពីពស់របស់នាងខ្លះវាចូលទឹកខ្លះវាចូលដីក្រហែងខ្លះត្រូវប្តីនាងនីកាប់ចិញ្ច្រាំឥតត្រាប្រណីតែក្នុងចំណោមកូនពស់ទាំងអស់មានកូនពស់មួយមានភ័ព្វសំណាងល្អជាងគេវាបានលូនទៅច្រកនៅក្រោមថ្មមួយដែលជាទីកំបាំងដ៏សុខសាន្តរបស់វារឿងកូនពស់កេងកងសូមស្លេះត្រឹមនេះចោះហើយមកតាមដានជីវិតដ៏សែនជូរចត់របស់នាងសូរិយាវិញម្ដងតើនាងក្រំគ្រាចិត្តយ៉ាងណាពេលដែលរស់នៅជាមួយនឹងនាងល្វាចេកជាម្ដាយចុងនាងម្ដាយចុងនោះជាស្រីដែលមានចិត្តអាក្រក់ពូកែច្រណែនឈ្នានីសនាងសូរិយាណាស់ហើយនាងតែងតែស្ដីបន្ទោសឲ្យនាងសូរិយាជារៀងរាល់ថ្ងៃឪពុករបស់នាងក៏ដឹងអំពីរឿងនេះដែរលោកអាណិតកូនស្រីរបស់លោកណាស់តែមិនដឹងដោះស្រាយដោយវិធីណានៅសុកស្រាប់តែលោកសេដ្ឋីនឹកឃើញចង់ដឹងពីជោគវាសនារបស់កូនស្រីលោកបានហៅតាហោឲ្យមកគុនគូមើលលោកបានសួរគ្រូទាយថាមើលតាហោតើវាសនាកូនស្រីខ្ញុំនៅថ្ងៃក្រោយនឹងទៅជាយ៉ាងណាបើនាងល្វាចេកប្រពន្ធខ្ញុំចេះតែធ្វើបាបនាងដូច្នេះហោរាក៏បានទាយថានាងសូរិយាមានវាសនាខ្ពស់ណាស់ហើយមានទ្រព្យសម្បត្តិស្ដុកស្ដំជាងរាល់ថ្ងៃនេះទៅទៀតតែទាស់បន្តិចថានាងត្រូវបានប្តីជាសត្វពស់លោកសេដ្ឋីចម្លែកក្នុងចិត្តណាស់តែក៏ឲ្យគ្រូទាយពីជីវិតប្រពន្ធគាត់ផងដែរថាថ្ងៃក្រោយនឹងទៅជាយ៉ាងណាគ្រូទាយប្រាប់លោកសេដ្ឋីថាចុងបញ្ចប់នៃជីវិតរបស់នាងគឺកើតរោគខ្លងខណៈពេលនោះនាងល្វាចេកកំពុងលួចស្ដាប់ក៏ចូលមកដល់ខឹងនឹងគ្រូទាយយ៉ាងខ្លាំងក៏ទាញដំបងដេញវាយគ្រូទាយនោះរត់បាសសក់នាងល្វាចេកមានគំនិតចង់កំចាត់នាងសូរិយាឲ្យចាក់ចែងអំពីផ្ទះនេះដើម្បីងាយស្រួលក្នុងការក្តោបក្តាប់ទ្រព្យសម្បត្តិទាំងអស់នាងបានញុះញង់មហាសេដ្ឋីរហូតទាល់តែលោកឲ្យសូរិយាទៅនៅក្នុងព្រៃដោយចិត្តអាណិតកូនស្រីជាអាណែកក៏ព្រោះតែដើម្បីផ្គាប់ចិត្តប្រពន្ធក្មេងនិងមិនចង់ឲ្យមានរឿងឈ្លោះប្រកែកគ្នាតទៅទៀតថ្លែងពីកូនពស់កេងកងដែលរស់នៅក្នុងរូងភ្នំបានសេចក្តីសុខល្អណាស់វារស់នៅក្នុងល្អាងនោះយូរទៅកាន់តែធំទៅចេះកាឡាខ្លួនឲ្យទៅជាមនុស្សយ៉ាងសង្ហាកំរប្រុសណាមកប្រដូចបានកំឡោះរូបនេះមានចិញ្ចៀនពេជ្រមួយវង់ដែលរលាយចេញពីគុជក្នុងពោះថ្ងៃនេះគេបានចេញមកយកខ្យល់អាកាសនៅខាងក្រៅដោយជិះទូកលេងកំសាន្តនាងសូរិយាដែលត្រូវបានឪពុកឲ្យចាក់ចែងពីផ្ទះនោះបានមករស់នៅក្នុងព្រៃយ៉ាងស្ងប់ស្ងាត់ជាមួយនឹងអ្នកបម្រើមួយចំនួនដែលលោកសេដ្ឋីបញ្ជូនមកចាំថែរក្សាចៅមាណពកំពុងតែជិះទូកកំសាន្តក៏ស្រាប់តែឮសំឡេងមនុស្សស្រីច្រៀងយ៉ាងពីរោះធ្វើឲ្យគេចម្លែកក្នុងចិត្តថានៅក្នុងព្រៃស្ងាត់បែបនេះម្ដេចក៏មានមនុស្សមករស់នៅដែរបន្តិចក្រោយមកស្រាប់តែបាត់សំឡេងច្រៀងបែរជាឮសំឡេងស្រែកឲ្យគេជួយទៅវិញព្រោះនាងកំពុងលង់ទឹកមិនបងអង្គយូរមាណពក៏ជិះទូកទៅកន្លែងសំឡេងនោះ
បានឃើញពពុះប្រុលចេញពីក្នុងទឹកហើយមាននប់ស្ទុះហក់ចុះទៅក្នុងទឹកដើម្បីជួយសង្គ្រោះជីវិតនាងដោយស្រង់នាងមកដាក់លើទូករបស់ខ្លួនចំណែកនៅឯគេហដ្ឋានរបស់នាងសូរិយាឯណោះវិញលោកយាយម៉ែដោះកំពុងតែរនាងពេញផ្ទះរហូតដល់កំពង់ទឹកតែមិនបានឃើញនាងឡើយឃើញតែផ្ទៃទឹករបស់នាងតែប៉ុណ្ណោះធ្វើឲ្យគាត់មានការព្រួយបារម្ភរឹតតែខ្លាំងលោកយាយនិងអ្នកផ្ទះបាននាំរឿងនេះទៅជម្រាបលោកសេដ្ឋីឯលោកសេដ្ឋីជ្រាបពីដំណឹងអកុសលនេះភ្លាមក៏ភ័យឆោឡោឲ្យបរិវារទៅជួយរកនាងនៅឯព្រៃនៅលើទូកមាននប់បន្ទាប់ពីនាងដឹងខ្លួនវិញហើយក៏ឃើញបរោះរូបស្អាតកំពុងតែអង្គុយក្បែរនាងធ្វើឲ្យនាងមានការអៀនខ្មាស់យ៉ាងខ្លាំងហើយក៏ងើបឡើងសួរទៅមាននប់នោះថាតើអ្នកបានជួយខ្ញុំមែនទេមាននប់តបថាបាទអ្នកនាងសូរិយាក៏បានអរគុណបរោះនោះហើយចង់ត្រឡប់ទៅផ្ទះវិញតែបរោះនោះបានយកអាវធំរបស់គេមកគ្របដណ្ដប់ឲ្យនាងព្រោះនាងត្រូវទឹកដូច្នេះគឺរងាខ្លាំងណាស់សូរិយាទទួលអាវហើយក៏លាមាណពទៅកាន់គេហដ្ឋានវិញពេលត្រឡប់ទៅដល់ផ្ទះលោកយាយត្រេកអររកអ្វីមកប្រៀបផ្ទឹមពុំបានឡើយសូរិយាបានរៀបរាប់រឿងរ៉ាវគ្រប់យ៉ាងដល់លោកយាយស្ដាប់ហើយចូលក្នុងបន្ទប់សម្រាកបាត់ទៅរីឯកំឡោះពួរដល់សង្ហានោះវិញកំពុងតែនឹករលឹកដល់រូបនាងជាខ្លាំងព្រោះនាងមានរឹកពីស្លូតបូតសុភាពរាបសារធ្វើឲ្យអ្នកកំឡោះមានចិត្តអាណិតនិងស្រឡាញ់នាងយ៉ាងក្រៃលែងហើយក៏រកវិធីដើម្បីជួបនាងព្រឹកព្រលឹមឡើងសូរិយាបានប្រើនាយទឿដែលជាអ្នកបម្រើក្នុងផ្ទះឲ្យយកអាវទៅសងអ្នកកំឡោះនោះវិញនាយទឿក៏យកអាវនោះទៅឲ្យមាណពតាមកន្លែងដែលនាងបានប្រាប់ពេលទៅដល់ទូកកំសាន្តនោះនាយទឿឃើញម្ចាស់ទូកកំពុងតែគ្រុនរងាញ័រញាក់ក៏ប្រញាប់រត់ទៅប្រាប់នាងសូរិយាវិញនាងទទួលដំណឹងនេះហើយក៏រត់ត្រហែត្រហប់មកកាន់ទូកនៅលើទូកនោះនាងសូរិយាបានរៀបចំនំចំណីថ្នាំសង្កូវគ្រប់ប្រភេទសម្រាប់ព្យាបាលជំងឺមាននប់ចំណែកមាននប់គ្រាន់តែឃើញនាងមកដល់ភ្លាមក៏សូមសេចក្តីស្រឡាញ់អំពីនាងក៏មានចិត្តស្នេហាចំពោះមាននប់ដែរហើយបាននាំដំណឹងនេះទៅប្រាប់ឪពុកដោយស្ងាត់មិនឲ្យម្ដាយចុងដឹងឡើយហើយអ្នកទាំងពីរក៏រស់នៅជាមួយគ្នាជាប្តីប្រពន្ធឯផ្ទះនៅក្នុងព្រៃរហូតដល់មានផ្ទៃពួរនិយាយពីនាងល្វាចេកវិញម្ដងនាងកំពុងកាន់ក្អមមួយដែលផ្ទុកទៅដោយឈាមបិទឆ្នុកចិត្តដើរសំដៅទៅល្អាងមួយពេលចូលទៅដល់ក្នុងល្អាងគេឃើញយាយចំណាស់ម្នាក់សក់វែងពណ៌សមានមុខសែនអាក្រក់នោះគឺជាយាយអាបនាងល្វាចេកចូលទៅដល់បាននិយាយជាមួយនឹងយាយនោះថាលោកយាយខ្ញុំឮគ្រូទាយថានាងសូរិយានឹងមានប្តីជាពស់ហើយតាំងពីវាបែកពីខ្ញុំទៅខ្ញុំមិនដែលឃើញវាមកលេងនឹងខ្ញុំសោះតើវាស្លាប់ឬរស់ប្តីពស់មែនឬអត់យាយអាបនោះតបថានាងមិនទាន់ស្លាប់ទេគេកំពុងតែមានសុភមង្គលល្អណាស់សពថ្ងៃនាងបានប្តីជាពស់មែនពិតតែប្តីរបស់នាងស្អាតណាស់យាយអាប
ក៏ប្រើវេទមន្តឲ្យកញ្ចក់ទឹកបង្ហាញរូបនាងនិងប្តីគ្រាន់តែនាងល្វាចេកឃើញរូបឆោមបរោះនោះភ្លាមក៏មានសេចក្តីច្រណែនក្នុងចិត្តជាខ្លាំងហើយមានបំណងចង់បង្បែកបង្បាក់ពួកគេព្រោះមិនចង់ឲ្យនាងសូរិយាមានអ្វីល្អជាងខ្លួននោះឡើយបន្ទាប់ពីនាងល្វាចេកដឹងរឿងសពគ្រប់ហើយក៏លាយាយអាបចេញទៅវិញតែយាយអាបផ្ដាំថាបើចង់បំផ្លាញពួកគេចូលឯងព្យាយាមលួចចិញ្ចៀនពេជ្រពីដៃបរោះនោះមកឲ្យបានព្រោះតែរឿងប៉ុណ្ណឹងធ្វើឲ្យនាងល្វាចេកដើរស្កាត់ពីភូមិមួយទៅភូមិមួយស្វែងរកផ្ទះនាងសូរិយានៅឯព្រៃមិនយូរប៉ុន្មាននាងក៏បានរកឃើញដូចប្រាថ្នាពេលសូរិយាឃើញម្ដាយចុងមកដល់ផ្ទះរបស់ខ្លួនដូច្នេះនាងក៏ចេញមកទទួលហើយអញ្ជើញគាត់ចូលក្នុងផ្ទះឯនាងល្វាចេកក៏ធ្វើជាសួររកប្តីនាងសូរិយាព្រោះថាមានរឿងសំខាន់ចង់និយាយជាមួយស្ងាត់នាងសូរិយាបានហៅប្តីឲ្យចេញមកជួបម្ដាយចុងហើយនាងចូលទៅក្រោមទុកឲ្យពួកគេនៅជជែកគ្នាមាននប់ចេញមកក្រៅជំរាបសួរម្ដាយក្មេកចុងហើយផ្លុំកេនទទួលឲ្យនាងសន្តាប់ពេលនាងល្វាចេកបានឱកាសល្អដូច្នេះក៏គិតថានឹងប្រើសម្រស់របស់ខ្លួនដើម្បីពង្វក់មាណពតែមាណពមិនបានយកចិត្តទុកដាក់លើនាងបន្តិចឡើយមាណពឃើញរឹកពាក្យនាងដូច្នេះក៏គិតថាមានរឿងមិនស្រួលហើយក៏ប្រញាប់ចុះមកក្រោមបាត់ធ្វើឲ្យនាងល្វាចេកឈរទន្ទ្រាំជើងលើផ្ទះតែម្នាក់ឯងហើយក៏ឆាប់ត្រឡប់ទៅផ្ទះវិញនាងល្វាចេកក៏ហួសទៅលអាងយាយអាបហើយរៀបរាប់អំពីរឿងទាំងនោះឲ្យគាត់ស្ដាប់យាយអាបក៏យកដបថ្នាំមួយហុចទៅឲ្យនាងល្វាចេកដោយប្រាប់ថាត្រូវយកថ្នាំនេះទុកលាយនឹងស្រាឲ្យមាណពនោះផឹកទៅពេលជាថ្នាំជ្រាបចូលក្នុងខ្លួនវាហើយវាប្រកាសជារលាយរូបខ្លាចជាពស់អស់មួយជីវិតតែកុំភ្លេចឆ្លៀតយកចិញ្ចៀនពីដៃវាមកឲ្យយើងកុំខានបន្ទាប់ពីនាងល្វាចេកស្ដាប់ហើយក៏លាយាយអាបចេញទៅផ្ទះពិតជាស្រីឈ្នាននេះគេមែនទោះជាមាណពទៅដល់ក្រហែងណាក៏ចិត្តនាងល្វាចេកពោពេញទៅដោយការចងគំនុំសងសឹកលើបុគ្គលម្នាក់ដែលខ្លួនពងប្រាថ្នាមិនចេះចប់ថ្ងៃនេះនាងល្វាចេកក៏បានសរសេរសម្បត្តិក្លែងបន្លំមួយច្បាប់ផ្ញើមកឲ្យនាងសូរិយានៅក្នុងសម្បត្តិនោះបានសរសេរថាឪពុករបស់នាងមានជំងឺធ្ងន់ណាស់សូមឲ្យអ្នកទាំងពីរប្រញាប់ទៅមើលគាត់កុំខានប្តីប្រពន្ធសូរិយាអានសម្បត្តិនេះចប់ក៏ប្រញាប់រៀបចំខ្លួនទៅមើលលោកឪពុកភ្លាមពេលចូលទៅដល់ក្នុងផ្ទះលោកសេដ្ឋីអ្នកទាំងពីរក៏បានសួរនាងល្វាចេកអំពីជំងឺឪពុកពេលនោះស្រាប់តែឃើញលោកសេដ្ឋីចេញមកក្រៅដោយអាការៈសុខភាពមាំមួនធ្វើឲ្យប្តីសូរិយាឆ្ងល់យ៉ាងខ្លាំងតែក៏មិនបានសួរនាំអ្វីទៀតដែរចំណែកលោកសេដ្ឋីនៅពេលឃើញកូនប្រុសស្រីមកលេងនឹងលោកដូច្នេះធ្វើឲ្យលោកសប្បាយចិត្តខ្លាំងណាស់ក៏នាំកូនបរិភោគអាហារជួបជុំគ្នាដោយបរិយាកាសរីករាយនេះជាឱកាសល្អសម្រាប់នាងល្វាចេកនោះហើយ
នាងក៏ចាក់ស្រាជាការជួបជុំក្នុងគ្រួសារនេះមាននប់ហាក់មានអារម្មណ៍មិនចង់ផឹកដែរតែដោយសារប្រពន្ធបង្ខំមាននប់ក៏ផឹកស្រានោះដើម្បីជាកិត្តិយសក្នុងគ្រួសារបន្ទាប់ពីផឹកស្រានោះរួចមាននប់ក៏ចាប់ផ្ដើមធ្វើទុកដល់រាងកាយបណ្ដាឲ្យក្អួតចាក់ទិញប្រកាច់ពេញផ្ទះឃើញដូច្នេះមិញឆន្ទាក៏ធ្វើជាស្ទុះទៅជួយគក់ច្របាច់បន្លំលួចដោះចិញ្ចៀនពីដៃមាននប់នាងសូរិយាក៏គ្រាប្តីត្រឡប់ទៅផ្ទះវិញពេលទៅដល់ផ្ទះមាននប់ក្តៅពេញទាំងខ្លួនរហូតដល់ទ្រាំលែងបានទៅប្រើប្រពន្ធឲ្យចុះទៅដងទឹកពេលសូរិយាចុះទៅក្រោមបាត់មាននប់គិតក្នុងចិត្តថាខ្លួនឯងមានសភាពដូច្នេះពិតជាអាណិតប្រពន្ធខ្លាំងណាស់ព្រោះខ្លួនជាពស់នាងជាមនុស្សនាងប្រកាសជាខ្លាចពស់មិនខានឡើយគិតហើយក៏ខំរត់ទាំងត្រដាបត្រដួចុះចេញពីលើផ្ទះជួនជាពេលនោះនាងក្រឡេកឃើញប្តីតាន់ក៏រត់តាមស្រែកហៅឲ្យប្តីត្រឡប់មកវិញតែប្តីមិនបានស្ដាប់ពាក្យអង្វររបស់នាងឡើយរីឯយាយអាបវិញសប្បាយនឹងជោគជ័យរបស់ខ្លួនណាស់ព្រោះបើពស់ស្លាប់ទៅកាលណាខ្លួននឹងមានជីវិតអមតៈមាននៅពេលនេះបានคล้ายជាពស់កេងកងលូនចូលក្នុងល្អាងភ្នំមួយនាងសូរិយារត់តាមរហូតទាល់តែឃើញប្តីคล้ายជាពស់នាងសែនអាណិតប្តីណាស់ពស់កេងកងនិយាយទាំងទឹកភ្នែកប្រាប់ប្រពន្ធថាបងសូមផ្ដាំអូនជាចុងក្រោយដរាបណាកូនជើងកើតមកធំបានអាយុ8ឆ្នាំចូលអូនប្រាគេឲ្យទៅយកចិញ្ចៀនពីយាយអាផងរួចពីនោះទើបបងខ្លាចជាមនុស្សវិញសូមអូនថែរក្សាខ្លួនផងបងលាអូនសិនហើយទោះជាប្តីដេញនាងឲ្យត្រឡប់ទៅផ្ទះវិញយ៉ាងណាក៏ដោយក៏នាងសុខចិត្តរស់នៅជាមួយប្តីទាំងបែបនេះដែរពស់កេងកងដោយត្រូវជាថ្នាំធ្វើទុកហើយថែមទាំងបាត់ចិញ្ចៀនពេជ្រនោះផងក៏คล้ายទៅជាថ្មទុកឲ្យនាងសូរិយាយំសោកបោកខ្លួនដោយព្រាត់ប្រាសពីប្តីជាទីស្រឡាញ់